ពេលអ្នកលក់ត្រីលើកកំបិតឡើងដើម្បីកាប់ត្រីធំមួយអាលៀនឃើញត្រីស្រក់ទឹកភ្នែកនាងទ្រាំមិនបានទើបចំណាយ2កាក់ទិញវាហើយយកទៅលេងក្នុងសមុទ្រពេលត្រីលិចដល់បាតស្រាប់តែប្រែជាមនុស្សទៅនាងបានជួយព្រះអង្គម្ចាស់ទី2ពេលទ្រង់ត្រឡប់ដល់វាំងក៏សេចក្ដីថានឹងសងគុណវិញក៏ហៅយក្សសមុទ្រអ្នករាល់គ្នាឡើងគោករកនារីម្នាក់នាងទិញត្រីធំដោយ2កាក់ហើយយកមកលេងក្នុងសមុទ្ររកនាងឲ្យឃើញហើយនាំមកជួបខ្ញុំចង់តបស្នងគុណគាត់ទីហ៊ាននាំគ្នាប្រែរូបជាមនុស្សធម្មតាឡើងគោកពួកគេដើរសួរគ្រប់ផ្ទះជួបនរណាក៏សួរពីរឿងនារីម្នាក់ដែលទើបលេងត្រីក្រហមធំមួយសួរអស់ពីថ្ងៃចុងក្រោយយាយលួបកាម្នាក់ថាខ្ញុំដឹងហើយគឺកញ្ញាអាលៀននៅចុងភូមិខាងលិចថ្ងៃនោះគាត់ដើរកាប់ផ្សារឃើញអ្នកកាប់សម្លាប់ត្រីរៀលក្រហមក៏ចាយលុយទិញលេងចូលសមុទ្រទៅទីហ៊ានក៏រកឃើញផ្ទះអាលៀនពេលរុញទ្វារចូលអាលៀនកំពុងអង្គុយក្បែរគ្រែជូតទឹកភ្នែកម្ដាយកំពុងដេកមុខស្លេកដង្ហើមខ្សោយឡើងភ្នំបាក់ដៃថែមទាំងផ្ដាសាយអត់លុយទិញថ្នាំដេកព្យាបាលរហូតកញ្ញាអាលៀនលោកតាជាយៈនិយាយថាចៅវាយខ្ញុំដឹងគុណអ្នកដែលជួយគាត់សូមអញ្ជើញទៅដើម្បីតបស្នងគុណអាលៀនងើយមើលឆ្ងល់ជួយជីវិតខ្ញុំអត់បានជួយនរណាទេ2ថ្ងៃមុនអ្នកទិញត្រីក្រហមនៅផ្សារហើយលេងចូលសមុទ្រនោះជាចៅហ្វាយយើងគាត់ជាបុត្រារបស់ស្ដេចនាគគាត់ចាត់ឲ្យយើងមកទទួលអ្នកចង់បានអ្វីក៏ដោយគាត់អាចបំពេញបានអាលៀននឹកឃើញរឿងនោះខ្ញុំគ្រាន់តែមិនចង់ឃើញគេសម្លាប់ត្រីទេមិនចង់ឲ្យអ្នកសងគុណទេត្រឡប់ទៅវិញទៅម្ដាយខ្ញុំឈឺខ្ញុំមិនទំនេរទេឃើញនាងមិនព្រមគាត់ថាបើអ្នកមិនផ្លាស់ប្ដូរចិត្តចៅហ្វាយយើងនឹងមកផ្ទាល់ប្រាប់គាត់ពីការលំបាករបស់អ្នកទៅគាត់ពិតជាជួយអ្នកមិនខានអាលៀនមើលជំងឺម្ដាយថ្លៃថ្នាំម្ដាយមិនទាន់រកបានរបួសដៃនាងក៏ធ្ងន់ទៅទៀតបើបានគេជួយពិតមែនម្ដាយនឹងរួចជីវិតនាងងក់ក្បាលអញ្ចឹងរំខានឲ្យគាត់មកម្ដងទៅល្ងាចថ្ងៃនោះនៅមាត់សមុទ្រមានខ្យល់បក់តិចព្រះអង្គម្ចាស់ទី2ខ្លាញ់ខ្លួនជាមនុស្សលេចមុខនៅមុខផ្ទះអាលៀនគាត់ឃើញអាលៀនដែលកំពុងដេកលើគ្រែម្ដាយដើរទៅមុខហើយស្ទាបជីបចគាត់ហូតគ្រាប់ពេជ្រភ្លឺច្បាស់ចេញពីហោប៉ៅនេះជាគ្រាប់ពេជ្រព្យាបាលរបួសកិនឲ្យល្អិតលីទឹកផឹកទៅត្រឹម2ថ្ងៃជាហើយអាលៀនទទួលយកអង្កាំនោះនាងសប្បាយចិត្តណាស់ក៏ប្រញាប់អរគុណព្រះអង្គសួរថាតើអ្នកចង់បានអ្វីទៀតមាសប្រាក់សម្លៀកបំពាក់ឬចង់បានឋានៈខ្ពស់ខ្ញុំអាចឲ្យអ្នកបានអាលៀនក្តោបអង្កាំជាប់នាងងក់ក្បាលខ្ញុំមិនចង់បានទេខ្ញុំគ្រាន់តែចង់ឲ្យម្ដាយខ្ញុំបានជាពេលឡើងភ្នំរកថ្នាំទៀតកុំឲ្យគាត់របួសទៀតឲ្យតែយើងទាំងពីរនាក់រស់នៅសុខសាន្តបានហើយព្រះអង្គភ្ញាក់ផ្អើលមិននឹកស្មានថាគាត់ស្លូតត្រង់យ៉ាងនេះគាត់ថាអ្នកជួយជីវិតខ្ញុំសំណូមពរនេះងាយស្រួលពេកហើយខ្ញុំនឹងសន្យាអ្នកមួយទៀតពេលគ្រួសារអ្នកមានទុក្ខលំបាកគ្រាន់តែទៅមាត់សមុទ្រស្រែកហៅព្រះអង្គម្ចាស់ទី2 3ដងខ្ញុំនឹងមកជួយអ្នកព្រះអង្គទុកប្រាក់មួយបាវផ្ដាំគាត់ឲ្យមើលថែម្ដាយឲ្យបានល្អរួចក៏បាត់ខ្លួនដូចខ្យល់ផាត់អាលៀនធ្វើតាមព្រះបន្ទូលកិនសាច់ជ្រូកព្យាបាលឲ្យម្ដាយផឹកពិតមែនថ្ងៃបន្ទាប់ម្ដាយធូរស្រាលច្រើនអាចអង្គុយនិយាយបានថ្ងៃទី3របួសដៃបាត់ឈឺផ្ដាសាយក៏បាត់ថ្ងៃទី4ដើរបានហើយម្ដាយកូនសប្បាយចិត្តណាស់អាលៀនទៅសមុទ្រស្រែកហៅព្រះអង្គទី2 3ដងចង់ថ្លែងអំណរគុណគាត់ស្រែកយូរតែគ្មានឆ្លើយតបនាងដឹងព្រះអង្គវល់ហើយក៏ញឹមត្រឡប់ផ្ទះវិញថ្ងៃខែរំកិលទៅអាលៀននៅតែឧស្សាហ៍ជារៀងរាល់ថ្ងៃនាងត្បាញម្ដងការលក់ក្រណាត់យកលុយម្ដាយនាងជាហើយឡើងភ្នំរកថ្នាំជីវភាពគ្រួសារចាប់ផ្ដើមធូរធារតែមិនយូរប៉ុន្មានទេភូមិជួបរងស្ងួតអត់ភ្លៀងច្រើនខែដំណាំងាប់អស់ហើយទឹកអណ្ដូងក៏រីងដែរភូមិគ្មានទឹកផឹកទេពួកគេបន់ស្រន់សុំភ្លៀងតែឥតប្រយោជន៍សោះអាលៀនឃើញដីប្រេះស្រាំនាងព្រួយចិត្តណាស់នាងនឹកឃើញពីអង្គម្ចាស់ទី2នាងរត់ទៅសមុទ្រហៅអង្គម្ចាស់ហើយមិនយូរប៉ុន្មានផ្ទៃសមុទ្រក្រៅព្រះរាជបុត្រទី2យាងមកដល់ហើយកញ្ញាអាលៀនអ្នកមានទុក្ខអីភូមិយើងរងស្ងួតហើយគ្មានទឹកដំណាំក៏ងាប់ដែរអ្នកជួយបង្អុរភ្លៀងបានទេព្រះអង្គងក់ក្បាលនេះរឿងតូចតាចទេ
តែខ្ញុំមិនអាចបង្អត់ភ្លៀងតាមចិត្តទេខ្ញុំត្រូវទូព្រះបតាខ្ញុំសិនកុំបារម្ភព្រឹកស្អែកភ្លៀងនឹងធ្លាក់ព្រឹកឡើងថ្ងៃបន្ទាប់មេឃពិតជាមានពពកខ្មៅរួចក៏ធ្លាក់ភ្លៀងខ្លាំងភ្លៀងធ្លាក់ពេញមួយថ្ងៃដំណាំក៏ចាប់ផ្ដើមរស់ឡើងវិញទឹកអណ្ដូងក៏ពេញអ្នកស្រុកក៏ត្រេកអរណាស់នាំគ្នារត់ទៅដុតធូបនៅវត្តនាគតែមិនដឹងថាជាបុត្រទី2ទេអាលៀនក៏មិននិយាយនៅតែរស់នៅធម្មតាតែរឿងនេះត្រូវចៅឆក់វាងវូដឹងវាងវូជាមនុស្សពៀតែងតែរករឿងអ្នកស្រុកឃើញអាលៀនហើយភ្លៀងបានក៏ចង់ទាញប្រយោជន៍វាទៅទាត់ទ្វារផ្ទះអាលៀនអ្នកហៅភ្លៀងបានច្បាស់ជាស្គាល់ស្ដេចនាគហើយជួយខ្ញុំសុំមាសប្រាក់មកខ្ញុំនឹងធ្វើបាបម្ដាយអ្នកហើយអាលៀនខ្លាចហើយថាខ្ញុំគ្មានសមត្ថភាពទេស្ដេចនាគស្ម័គ្រចិត្តជួយទេមិនពាក់ព័ន្ធនឹងខ្ញុំទេកុំកុហកខ្ញុំវាងវូចាប់ដៃអាលៀនហើយថាខ្ញុំដឹងអស់ហើយភ្លៀងបានធ្លាក់ក្រោយអ្នកស្រែកនៅមាត់សមុទ្របើអ្នកមិនជួយខ្ញុំទេខ្ញុំនឹងបោះម្ដាយអ្នកចូលព្រៃភ្នំហើយអាលៀនអស់ជំរើសក៏ព្រមតាមនាងរត់ទៅមាត់សមុទ្រហៅព្រះរាជបុត្រទី2ហើយរៀបរាប់ពីស្ថានភាពព្រះរាជបុត្រទី2ស្ដាប់ជនពៀនេះហួសហេតុពេកហើយខ្ញុំមិនអាចជួយគេបានទេតែខ្ញុំក៏មិនទុកឲ្យអ្នកត្រូវគេបំពានដែរព្រះអង្គម្ចាស់ទី2តាមអាលៀនទៅភូមិវិញឃើញវាងវូកំពុងយកដំបងគំរាមម្ដាយអាលៀនដើរទៅហើយស្រែកឲ្យឈប់ភ្លាមអ្នកហ៊ានធ្វើបាបក្រុមគ្រួសារអ្នកសង្គ្រោះខ្ញុំឬចិត្តក្លាហានពេកហើយវាងវូឃើញមានក្មេងប្រុសអាវខៀវមកសួរមើលងាយថាតើអ្នកជាអ្នកណាកុំរវល់រឿងអ្នកដទៃពេកព្រះអង្គម្ចាស់ទី2លើកដៃគ្រវីម្ដងវាងវូត្រូវខ្យល់បបដួលដល់ដីក្រោកលែងរួចគាត់និយាយទៅកាន់អ្នកភូមិនាងអាលៀនជួយជីវិតខ្ញុំសន្យាជួយគាត់បើមាននរណាហ៊ានរំខានគាត់ឬចង់ទាញប្រយោជន៍ខ្ញុំមិនលើកលែងទេអ្នកភូមិទើបដឹងថាអាលៀនជួយស្ដេចនាគព្រះអង្គម្ចាស់ទី2អរគុណនាងវាងវូភ័យណាស់លុតជង្គង់សុំអង្វរព្រះអង្គម្ចាស់ខឹងព្រោះអ្នកជាមនុស្សធម្មតាលើកនេះខ្ញុំលើកលែងអ្នកបើហ៊ានធ្វើអាក្រក់ទៀតខ្ញុំនឹងបោះអ្នកឲ្យត្រីស៊ីវាងវូយល់ព្រមភ្លាមលែងហ៊ានធ្វើអាក្រក់ទៀតក្រោយមកព្រះអង្គម្ចាស់ជួយភូមិធ្វើប្រឡាយទឹកធ្វើឲ្យដំណាំលែងខ្លាចរងស្ងួតទៀតអ្នកភូមិដឹងគុណអាលៀនណាស់ហើយរៀនធ្វើល្អតាមគាត់ភូមិកាន់តែល្អឡើងអាលៀនរស់នៅសាមញ្ញគាត់មិនយកទ្រព្យព្រះអង្គទេទាំងមិនបន់ស្រន់រោគសេរីសុខទេគាត់គ្រាន់តែចង់ឲ្យគ្រួសារសុខសាន្តនិងអ្នកភូមិបានសុខផងព្រះអង្គទី2ចងចាំគុណគាត់ជានិច្ចតែងមើលថែគាត់និងអ្នកភូមិដោយសម្ងាត់ច្រើនឆ្នាំក្រោយអាលៀនក៏ចាស់ទៅគាត់តែងនិទានរឿងជួយត្រីក្រហមគាត់តែងបញ្ចប់ដោយពាក្យថាកុំចង់ចំណេញពេកធ្វើបុណ្យឲ្យច្រើនថ្ងៃណាមួយនឹងមានផលវិញចិត្តល្អមិនដែលខាតបង់ទេអ្នកជួយគេម្ដងពេលអ្នកត្រូវការគេក៏ជួយអ្នកវិញដែរទោះគ្មានផលតបស្នងក៏ដោយចិត្តក៏មានសេចក្តីសុខដែរពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាទទួលទានរកស៊ុយមានបានមាសប្រាក់ហូរចូលដូចទឹកនិងមានសុខភាពល្អគ្រប់គ្នាជម្រាបលា